ជាអ្នកចម្រៀងនាមថាបរោះសម្ដីផ្អែមថែមទាំងជាប់ងារជាបរោះស្ទូចអណ្ដើកចុងឆ្នាំ2024បានចូលប្រឡូកក្នុងវិស័យចម្រៀងតាំងពីឆ្នាំ1997មកម្លេះតែលោកបង្ខំចិត្តដកខ្លួនចេញពីសិល្បៈវិញត្បិតបញ្ហាខូចបំពង់សម្លេងនោះគឺលោកយុនសុភាពបទសុំស្ទូចអណ្ដើករបស់លោកល្បីល្បាញខ្លាំងណាស់តើលោកយុនសុភាពមានប្រវត្តិពិតយ៉ាងណាលោកយុនសុភាពកើតនៅថ្ងៃទី2ខែមេសាឆ្នាំ1980នៅភូមិត្រពាំងទាឃុំពងទឹកស្រុកដង្កោខេត្តកណ្ដាលតែបច្ចុប្បន្នប្តូរជាសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញវិញលោកអភ័ព្វណាស់កើតបានត្រឹមតែ1ឆ្នាំប៉ុណ្ណោះឪពុកបានចែកឋានហើយលោករស់នៅជាមួយម្ដាយរហូតដល់ពេលនេះលោកជាកូនពៅក្នុងចំណោមបងប្អូនចំនួន5នាក់លោកបានរៀបការនៅឆ្នាំ2019និងទទួលបានកូនប្រុសម្នាក់អាយុ5ឆ្នាំហើយលោកយុនសុភាពបានចូលសិល្បៈដំបូងនៅអាយុ17ឆ្នាំក្នុងឆ្នាំ1997តាមរយៈការចូលរួមប្រឡងជ្រើសរើសតារាចម្រៀងរបស់ស្ថានីយទូរទស្សន៍អប្សរាលោកចូលដល់វគ្គផ្ដាច់ព្រាត់ប៉ុន្តែមិនបានទទួលជ័យលាភីឡើយដោយជ័យលាភីបានទៅលើលោកឆោមប៊ុនយ៉ុងនិងកញ្ញាឆោមនេះមុលទោះមិនបានជ័យលាភីប៉ុន្តែពេលនោះលោកយុនសុភាពត្រូវបានផលិតកម្មឆ្លងដែនមើលឃើញពីសមត្ថភាពនិងហៅលោកទៅសាកសម្លេងនៅស្ទូឌីយោនិងពេញចិត្តសម្លេងលោកយ៉ាងខ្លាំងចាប់ពីឆ្នាំ1997ដល់ឆ្នាំ2000លោកថតតែសម្លេងមិនចេញមុខឡើយហើយខារ៉ាអូខេជំនាន់នោះបង្ហាញតែមុខអ្នកសម្ដែងល្បីៗដូចជាលោកទេពរិនដារ៉ូអ្នកនាងអំពរទេវីលោកយុទ្ធរាឆានីនិងអ្នកនាងចនច័ន្ទលក្ខិណាជាដើមនៅអំឡុងឆ្នាំ2001-2002លោកចាប់ផ្ដើមចេញមុខនៅផលិតកម្មឆ្លងដែនតាមរយៈបទចម្រៀងជាច្រើនបទរួមមានខុសព្រោះស្រឡាញ់បណ្ដាំបងខាន់ស្លាស្នេហ៍ខ្ញុំជាដើមក្រៅពីផលិតកម្មឆ្លងដែនលោកយុនសុភាពធ្លាប់ឆ្លងកាត់ផលិតកម្មជាច្រើនរួមមានជាអាចរស្មីនាគមាសរីមាសតោមាស For You VIP SM MK និងពិភពថ្មីលាក់នឹងលាក់ងាកទៅប្រវត្តិបទសុំស្ទូចអណ្ដើកវិញលោកយុនសុភាពបានច្រៀងរួមគ្នាជាមួយអ្នកនាងអោកសុមារីម៉ានៅម្ដុំឆ្នាំ2006-2007ក្នុងផលិតកម្មពិភពថ្មីហើយទើបផ្ទុះខ្លាំងម្ដងទៀតនៅចុងឆ្នាំ2024កន្លងទៅថ្មីនេះក្រោយផ្ទុះបទនេះជាថ្មីលោកត្រូវបានគេហៅឈ្មោះថាបងស្ទូចអណ្ដើកទៀតផងលោកយុនសុភាពត្រូវអ្នកសិល្បៈរួមជំនាន់ដាក់រហស្សនាមថាបរោះសម្ដីផ្អែមរឿងដ៏គួរឲ្យសោកស្ដាយនោះនៅឆ្នាំ2014លោកក៏បានចាកចេញពីវិស័យចម្រៀងទៅប្រកបអាជីវកម្មជាមួយភរិយានិងជាភ្នាក់ងារលក់អចលនទ្រព្យដោយសារការខូចបំពង់សម្លេងរបស់លោកយុនសុភាពនិយាយថាលោកមិនអាចទទួលការងារច្រៀងបានដូចមុនឡើយដោយសារបញ្ហាខូចសម្លេងអញ្ចឹងហើយច្រៀងទៅមិនពីរោះទទួលខ្លាចខូចកម្មវិធីគេលោកកំពុងបន្តការព្យាបាលយ៉ាងយកចិត្តទុកដាក់និងមានគម្រោងត្រឡប់ចូលសិល្បៈវិញតាមសំណូមពរបងប្អូននិងម្ចាស់កម្មវិធីជាច្រើនដែលពួកគេបង្ហាញនូវការសោកស្ដាយចំពោះសមត្ថភាពរបស់លោកប្រាប់ថាការត្រឡប់មកវិញក្នុងវ័យរៀងជ្រាយបន្តិចនេះលោកនឹងធ្វើជាតារាចម្រៀងឯករាជ្យតែបើមានផលិតកម្មអញ្ជើញលោកចូលរួមលោកក៏អាចចូលរួមបានដែរតែមិនចុះកុងត្រាឡើយកន្លងមកមានការលើកឡើងថាដោយសារភាពល្បីល្បាញលោកប្រហែលចេញទៅរស់នៅក្រៅប្រទេសដោយតារាល្បីរួមជំនាន់នោះលោកថាមិនមែនជាការពិតឡើយលោកចេញក្រៅស្រុករាល់ដងជាការដើរលេងកម្សាន្តប៉ុណ្ណោះព្រោះបច្ចុប្បន្នលោកកំពុងរស់នៅគេហដ្ឋានកំណើតនៅទឹកដីខណ្ឌដង្កោរាជធានីភ្នំពេញពលគឺប្រទេសកម្ពុជាដដែលទេ